ในខ្សែដែលគាត់ហៅទៅបងប្អូនមើលតាមតែស្ដែងនៅវងទៅមិនដឹងថាបងប្អូនច្រើនណាស់បងប្អូនអើយមិននោះមិនដឹងថាហាលទៅខាងណាវែងណាហើយចេញមកដូចរបៀបថា smooth ស្មើគ្នាតែម្ដងបងប្អូនគ្រប់ជំរាបសួរបងប្អូនទាំងគ្នាឥឡូវនេះក្រុមការងារខ្ញុំកំពុងតែនៅក្បែរនឹងភ្នំសំពៅបងប្អូនកលែងមើលទៅខាងនោះនេះហើយជាជញ្ជាំងដែលភ្នំសំពៅដែលគេឆ្លាក់រូបព្រះបងប្អូនជាច្រើនប្រកាសជាស្គាល់ហើយគឺរូបព្រះអង្គនេះគឺទៅតែធ្វើជាប់នឹងជញ្ជាំងគេហៅថាថ្មធម្មជាតិឆ្លាក់ចេញពីថ្មនៃភ្នំសំពៅតែម្ដងបងប្អូនអ្វីដែលខ្ញុំចាប់អារម្មណ៍នោះបងប្អូនឃើញអត់ឃើញសិតតែបងប្អូនទេសចរយើងដែលគាត់មកលេងនេះគឺគាត់អង្គុយត្រៀបត្រាល់រងចាំមើលនៅសត្វប្រជៀវដែលគាត់ចេញពីរូងមកទៅបងប្អូនកាមេរ៉ាអាចចាប់ដល់ទេបងប្អូនប្រជៀវប៉ុន្តែគាត់ថាអត់ទាន់ដល់ពេលចេញទេបងប្អូនបន្តិចទៀតប្រហែលជានឹងចេញអញ្ចឹងពេលដែលចេញមកក្រុមការងារខ្ញុំនឹងផ្តិតទិដ្ឋភាពពេលដែលសត្វប្រជៀវនឹងហោះចេញមកបងប្អូនប៉ុន្តែឥឡូវនេះខ្ញុំគ្រាន់តែចង់បង្ហាញសិនថាគឺមានភ្ញៀវទេសចរយើងមកលេងច្រើនមែនទែនបងប្អូនហើយមកនេះគឺគោលបំណងតែមួយទេគឺរងចាំមើលសត្វប្រជៀវហើរចេញមកទាំងអស់គ្នាបងប្អូនអញ្ចឹងតិចទៀតនឹងដល់ម៉ោងដែលគាត់ចេញហើយតាមអ្វីដែលបងប្អូនយើងប្រាប់នៅទីនេះគឺប្រហែលជា5ជាងនេះគឺនឹងហោះចេញពីរូងនឹងតែម្ដងតែទិដ្ឋភាពនៅនេះស្អាតណាស់បងប្អូនបងប្អូនឃើញព្រះនៅជាប់នឹងនេះគឺមិនមែនព្រះគេស៊ីម៉ង់គេយកទៅបោកទេបងប្អូនគឺយើងដាប់ឆ្លាក់ពីថ្មភ្នំតែម្ដងបងប្អូនឃើញទេហើយនៅប៉ែកខាងនោះក៏ឃើញមានផ្កាកង្កោករីកស្ទុះស្គាយតែម្ដងបងទិដ្ឋភាពជារួមនៅនេះបងប្អូនស្អាតមែនទែនហើយល្ងាចថ្ងៃនេះគឺមានភ្ញៀវច្រើនមែនទែនហើយប៉ែកនេះបងប្អូនស្រឡឹងទៅក៏ឃើញទិដ្ឋភាពស្អាតដែរយើងស្រឡឹងទៅគឺថ្មមកប៉ែកនេះក៏ស្អាតដែរបងប្អូនអញ្ចឹងបងប្អូនរងចាំទស្សនាទាំងអស់គ្នានៅពេលដែលសត្វប្រជៀវហើរចេញពីរូងមកទាំងអស់គ្នានេះហើយជាទិដ្ឋភាពដែលសត្វប្រជៀវកំពុងតែចេញបងប្អូនដែលបងប្អូនតន្ទឹងរងចាំក្រុមការងារខ្ញុំអង្គុយរងចាំប្រហែលជាខ្ទង់ជាង1ម៉ោងបងប្អូនឥឡូវនេះដល់ម៉ោងដែលគាត់ចេញមកហើយបងប្អូនឃើញហើពេលដែលគាត់ចេញមកគឺហើជាជួទៅច្រើនមែនទែនបងប្អូនអើយពេលដែលសកម្មភាពចេញមកគឺច្រើនមែនទែនប៉ុន្តែចេញគឺអត់ដឹងថាគាត់ទៅរកចំណីដល់ណាយើងគាត់ដឹងប៉ុន្តែគ្រាន់តែនេះហើយជាទិដ្ឋភាពដែលប្រជៀវគាត់ចេញបងប្អូនចេញពីរូននឹងតែម្ដងអូច្រើនមែនទែនបងប្អូនអើយទិដ្ឋភាពចាក់ស្ដែងនៅទីនេះមិនដឹងជាប្រមាណ10000ក្បាលប្រមាណ1000ក្បាលបងប្អូនឥឡូវកំពុងតែចេញហើយនេះហើយបងប្អូនចាំមើលតើរយៈពេលប្រមាណទៅគាត់ចេញអស់ពីរូនបងប្អូននៅកន្លែងនេះមិនត្រឹមតែជាកន្លែងទេសចរដែលតាក់ទាញបែបភ្ញៀវជាតិយើងឬក៏ភ្ញៀវអន្តរជាតិក៏កំពុងតែឈរនៅកាមេរ៉ាបងប្អូនកន្លែងនេះឃើញភ្ញៀវដែលព្រៀបព្រោងគឺសិតតែកាមេរ៉ាចាំផ្ដិតទិដ្ឋភាពនៅពេលសត្វប្រជៀវចេញមកបងប្អូនហើយទាំងសនេភាពដែរនៅកន្លែងនេះមិនត្រឹមតែផ្ដិតនៅសត្វប្រជៀវប៉ុណ្ណឹងទេគឺមានរូបព្រះពុទ្ធដែលទ្រង់កន្លែងព្រះពុទ្ធប្រសោតផងនិងព្រះពុទ្ធត្រាស់ដឹងផងដែរបងប្អូននេះប៉ុន្តែឥឡូវយើងមកវាយមកមើលកន្លែងសត្វកាជៀវវិញបងប្អូននេះឃើញទេអូច្រើនមែនទេបងប្អូនអើយតែហើនោះគឺអត់ដឹងថាទៅខាងណាទេគ្រាន់តែថាដឹងថាពេលនេះគាត់កំពុងតែចេញពីរូងតែម្ដងបងប្អូនឃើញថាភ្ញៀវថ្ងៃនេះគឺយើងស្រឡឹងទៅភ្ញៀវទេសចរជាតិនិងអន្តរជាតិទៅពេលនេះគឺសិតតែកាមេរ៉ាទាំងអស់គឺផ្ដិតទិដ្ឋភាពបងប្អូនទាំងក្រុមការងារខ្ញុំកំពុងតែឈរផ្ដិតបង្ហាញជូនបងប្អូនដូចគ្នាបងប្អូនអ្នកដែលធ្លាប់បានមកទស្សនាហើយក៏ធ្លាប់ដឹងហើយថាកន្លែងនេះជារូនប្រជៀវប៉ុន្តែបើសិនជាបងប្អូនអត់ទាន់បានមកទស្សនាផ្ទាល់ទេបងប្អូនអាចមកទស្សនាតាមរយៈក្រុមការងារខ្ញុំដែលផ្ដិតទិដ្ឋភាពជូនបងប្អូនពេលនេះបងប្អូនដឹងហើយថាភ្នំសំពៅនេះគឺជាកន្លែងទេសចរដែលតាក់ទាញមួយនៅក្នុងទីរួមខេត្តបាត់ដំបងបងប្អូនច្រើនណាស់បងប្អូនអើយមិនដឹងថាហើរទៅខាងណាវែងណាហើយចេញមកដូចរបៀបថា smooth ស្មើគ្នាតែម្ដងបងប្អូនរយៈពេលនៃការចេញយើងក៏ដឹងថាវាចេញយូរប៉ុណ្ណាដែរបងប្អូនចាំមើលចាក់ស្ដែងទៅឃើញឥឡូវនេះកំពុងតែបន្តចេញច្រើនមែនទែនហើយវេលាស្មើនេះបើយើងមើលម៉ោងគឺម៉ោង6បងប្អូនម៉ោង6:10នាទីគឺចេញហ្មងបងប្អូនអានេះបើតាមបងប្អូនយើងនៅលក់ដូរនៅតំបន់នេះសួរគាត់ទៅគឺដោយថ្ងៃដែរទេបងប្អូនបើសិនជាថ្ងៃចាប់ផ្ដើមត្រជាក់ខ្លាំងគឺចេញលឿនបើសិនជារៀងយូរក៏យូរតាមនឹងទៅបងប្អូន
នោះបងប្អូនឃើញអូចេញមកច្រើនមែនទែនបងប្អូនអើយមិនដឹងថាគាត់ហើរទៅខាងណាខាងណីទេបើតាមខ្ញុំដឹងស្មាននេះគឺសត្វប្រជៀវគឺគាត់ចេញទៅរកចំណីស្មាននេះគឺសត្វប្រជៀវគាត់ចូលចិត្តរកចំណីពេលយប់ហើយច្រើនមែនទែនបងប្អូននេះមកតាមទស្សនាឥឡូវក្រុមការងារខ្ញុំឡើងទៅលើដើម្បីផ្ដិតទស្សនវិជ្ជាកាន់តែច្បាស់ជូនបងប្អូនទស្សនានេះបងប្អូនអូភ្ញៀវបងប្អូនឥឡូវយើងក៏លេខទៅមើលខាងនោះសិនយើងស្រឡឹងមើលទៅមានទាំងភ្ញៀវជាតិភ្ញៀវអន្តរជាតិគឺស្រឡឹងទៅគ្រប់ដៃសិតតែកាមេរ៉ាទាំងអស់តើចាំផ្ដិតទស្សនវិជ្ជានៅពេលបញ្ជាចេញហ្នឹងបងប្អូនឥឡូវនេះណែបងប្អូនពុកម៉ែបងប្អូនយើងនៅតាមនេះគូសិតតែកាមេរ៉ាច្រើនណាភ្ញៀវថ្ងៃនេះបងប្អូនសិតតែមកទស្សនាកន្លែងសត្វបញ្ជាតែម្ដងបងប្អូននេះឃើញចេញមករូងហ្នឹងមិនដឹងថាជំរឿណាទេប៉ុន្តែសិតតែវងគាត់ទៅហើទៅបងប្អូននេះខ្សែដែលគាត់ហើទៅបងប្អូនមើលតាមតែស្ដែងនៅវងទៅមិនដឹងថាទៅដល់ណាទេយើងគាត់ដឹងថាគាត់ចេញទៅដល់ណាដែរប៉ុន្តែពេលវេលាមកស្មោងនេះស្មោង6 4 10នាទីគាត់ចេញមកបងប្អូនច្រើនមែនតើបងប្អូនអើយហើយបងប្អូនខ្ញុំចង់ឲ្យបងប្អូនមើលមួយទៀតថានៅក្បែររូងប្រជៀវនឹងផងដែរយើងក៏ឃើញរូបព្រះពុទ្ធដែលជាកន្លែងព្រះអង្គប្រសូតដែលដាក់ពីថ្មភ្នំធម្មជាតិតែម្ដងបងប្អូនចំណែកមកខាងនេះក៏ជារូបព្រះអង្គដែរហើយធំដូចគ្នាគឺជាកន្លែងព្រះពុទ្ធត្រាស់ដឹងហើយថ្មនេះមិនមែនថ្មស៊ីម៉ង់អញ្ចឹងទេបងប្អូនគឺគេឆ្លាក់ពីថ្មភ្នំរូបចាញ់ពីថ្មភ្នំតែម្ដងបងប្អូននៅជាប់នឹងក្បែរនឹងរូងប្រជៀវនោះដែរបងប្អូនដែលមកទស្សនានៅភ្នំសំពៅនេះបងប្អូនច្បាស់ជាស្គាល់ទេថាភ្នំសំពៅគឺមានជាកន្លែងទេសចរដែលតាក់ទាញមួយនៅភ្នំនេះផងដែរបងប្អូននេះបងប្អូនឥឡូវយើងមើលទៅអ្វីដែលខ្ញុំចាប់អារម្មណ៍នោះគឺខ្ញុំឃើញបងប្អូនយើងជាច្រើនមែនទែនបងប្អូនឃើញច្រើនណាស់ហើយគោលបំណងគាត់រួមតែមួយទៅគឺអង្គុយចាំថតផ្ដិតទស្សនវិជ្ជានៅសត្វប្រជៀវទៅពេលដែលគាត់ចេញដូចគ្នាបងប្អូនពេលនេះក្រុមការងារខ្ញុំកំពុងតែផ្ដិតទស្សនវិជ្ជាពីសត្វប្រជៀវនៅនឹងរូងភ្នំសំពៅពេលនេះក៏ឈានដល់ទីបញ្ចប់បងប្អូនមើលចាក់ស្ដែងទៅតាមអ្វីដែលបងប្អូនឃើញនៅតាមคลิปវីដេអូនេះទៅអញ្ចឹងបងប្អូនអាចមកកំសាន្តលេងនៅទីនេះគឺអង្គុយចាំប្រហែលជាម៉ោង6ជាងនេះគឺសត្វប្រជៀវចេញហើយពេលនេះទស្សនវិជ្ជាជារួមឬក៏ក្រុមការងារខ្ញុំផ្ដិតជូននៅក្បែរនៅភ្នំសំពៅនិងរូងប្រជៀវនិងសត្វប្រជៀវចេញនៅពេលនេះក៏ឈានដល់ទីបញ្ចប់បើសិនជាមានចំណុចខ្វះខាតឬក៏លើសលួសត្រង់ប្រការណាមួយសូមខន្តីអភ័យទោស I don't ever slow up